ព័ត៌មាន The Guardian បានរាយការណ៍កាលពីថ្ងៃច័ន្ទដោយស្រង់សម្ដីមន្ត្រីជាន់ខ្ពស់របស់អ៊ុយក្រែនមកចុះផ្សាយដោយនិយាយថាទីក្រុងគៀវបានសម្រេចកែប្រែទៅលើគោលការណ៍សន្តិភាពមួយចំនួនធំដែលស្នើឡើងដោយសហរដ្ឋអាមេរិកចំពោះការទាមទារជាអតិបរមារបស់វិមានក្រឹមឡាំងដែលជាមធ្យោបាយឈានទៅបញ្ចប់ចំនួនដ៏រ៉ាំរ៉ៃរវាងរុស្ស៊ីនិងអ៊ុយក្រែនក្នុងពេលជាមួយគ្នាមេដឹកនាំអឺរ៉ុបក៏បានប្រមានកាលពីថ្ងៃច័ន្ទដែរថាគ្មានកិច្ចព្រមព្រៀងណាមួយអាចសម្រេចបានយ៉ាងឆាប់រហ័សបែបនេះនោះឡើយ The Guardian បានរាយការណ៍ថាប្រភពជាច្រើនបានបង្ហាញពីលោក Volodymyr Zelensky អាចនឹងជួបលោក Donald Trump នៅសេតវិមាននៅចុងសប្តាហ៍នេះចំពេលមានការសន្ទនាគ្នារវាងទីក្រុងគៀវនិង Washington រីឯអ៊ុយក្រែនក៏បានស្នើឲ្យសមាជិកក្នុងសហគមន៍អឺរ៉ុបចូលរួមក្នុងកិច្ចចរចាស្វែងរកសន្តិភាពនេះដែរក្នុងអំឡុងពេលនៃការចរចាកាលពីថ្ងៃអាទិត្យនៅប្រទេសស្វីសដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio និងប្រធានបុគ្គលិករបស់លោក Zelensky គឺលោក Andriy Yermak បានទម្លាយប្រាប់អ្នកកាសែតថាផែនការដែលអ៊ុយក្រែនស្នើឲ្យធ្វើវិសោធនកម្មនៅពេលនោះមាន28ចំណុចមកនៅត្រឹម16ចំណុចវិញហើយលោកអះអាងថាការទាមទារដែលវាមានក្រឹមឡើងចំទាស់ដែលមិនអាចទទួលយកបាននោះគឺទីក្រុងគៀវស្នើឲ្យបន្តរក្សាក្រុមយោធារបស់ខ្លួននៅតាមខ្សែបន្ទាត់ជួរមុខរបស់អ៊ុយក្រែនហើយរឿងនេះត្រូវតែជាចំណុចចាប់ផ្ដើមមុនគេសម្រាប់កិច្ចពិភាក្សានេះកាសែតបានរាយការណ៍ថាផែនការដើមទាំង28ចំណុចដែលស្នើឡើងដោយសហរដ្ឋអាមេរិកនិងរុស្ស៊ីកាលពីខែតុលានោះដែលទាមទារឲ្យអ៊ុយក្រែនត្រូវកាត់ទឹកដីមួយផ្នែកធំទៅឲ្យរុស្ស៊ីក្នុងនោះមានតំបន់ដូនបាសស្ថិតនៅភាគខាងកើតការកាត់បន្ថយចំនួនយោធារបស់អ៊ុយក្រែននិងបាត់ផ្លូវមិនឲ្យចូលជាសមាជិករបស់ NATO ជាដើមវាជាការផ្ដួចផ្ដើមឡើងដោយលោក Kirill Dmitriev បេសកជនពិសេសរបស់លោក Vladimir Putin និងតំណាងរបស់លោក Trump គឺលោក Steve Witkoff ទាំងទីក្រុងគៀវនិងសហគមន៍អឺរ៉ុបសុទ្ធតែបាននិយាយក្នុងសម្លេងតែមួយថាមិនអាចឲ្យរុស្ស៊ីច្បាមយកទឹកដីរបស់អ៊ុយក្រែនតាមរយៈការធ្វើសង្គ្រាមនេះឡើយចំពោះជំហររបស់សម្ព័ន្ធមិត្តនៅក្នុងប្លុកអឺរ៉ុបឯនេះវិញលើកឡើងថាទីក្រុងគៀវគូហ៊ានធ្វើសេចក្តីសម្រេចចិត្តដោយខ្លួនឯងថាតើត្រូវចូលរួមជាសមាជិកនៅក្នុងសហគមន៍អឺរ៉ុបនិងអង្គការ NATO ឬយ៉ាងណាហើយត្រូវហ៊ានប្រឆាំងការវេតូឬការដាក់លក្ខខណ្ឌដោយវិមានក្រឹមឡាំងចំពោះជួរវាសនារបស់ខ្លួននៅក្នុងវិបត្តិរុស្ស៊ីអ៊ុយក្រែននេះចំណែកអនុរដ្ឋមន្ត្រីការបរទេសទី1របស់អ៊ុយក្រែនលោកសេជីគីស្លីយ៉ាបានប្រាប់កាសែត Financial Times ថាបញ្ហាបែបនេះត្រូវដាក់ក្នុងចំណុចពិសេសទុកឲ្យលោក Trump និងលោក Zelensky សម្រេចចិត្តនៅពេលក្រោយគណៈប្រតិភូអ៊ុយក្រែនបានប្រាប់លោក Zelensky អំពីកិច្ចពិភាក្សាកាលពីថ្ងៃច័ន្ទក្រោយត្រឡប់មកពីចូលរួមកិច្ចប្រជុំនៅសណែវិញពួកគេបានពិពណ៌នាអំពីចំណុចកែប្រែចុងក្រោយបំផុតនៃផែនការនេះថាមានភាពប្រកបនិយមច្រើនបើធៀបពីអ្វីដែលអ៊ុយក្រែនធ្លាប់ទទួលបានកាលពីពេលមុនហាក់មិនខុសគ្នាដែរលោក Donald Trump បានសរសេរនៅលើ Truth Social របស់លោកកាលពីថ្ងៃច័ន្ទដោយការអ្វីដែលលោកធ្លាប់បានចោទប្រកាន់មេដឹកនាំអ៊ុយក្រែនថាការដឹងគុណសូន្យចំពោះសេតាវិមានមកជាទីក្រុងគៀវមានភាពវិជ្ជមានវិញចំពោះការស្វែងរកសន្តិភាពនេះបើទោះជាបែបណាកាសែត BBC ឯនោះវិញបានរាយការណ៍កាលពីថ្ងៃពុធដោយបញ្ជាក់ថាក្នុងពេលកិច្ចព្រមព្រៀងដើម្បីបើកផ្លូវឲ្យមានសន្តិភាពនេះកំពុងតែដំណើរការរុស្ស៊ីនិងអ៊ុយក្រែនបានបន្តបាញ់គ្នាកាលពីយប់ថ្ងៃអង្គារនៅទីក្រុង Zaporizhzhia ចំណែកប្រធានតំបន់របស់អ៊ុយក្រែនដែលឈរជើងនៅក្បែរទីតាំងដែលមានវិវាទលោក Ivan Fedorov បាននិយាយថាយ៉ាងហោចណាស់មនុស្ស7នាក់បានរងរបួសចំពោះលោក Balitsky ដែលជាអភិបាលក្រុងក្រឹមឡាំងឯនេះវិញបានរាយការណ៍ថាទីក្រុងគៀវបានវាយប្រហាររហូតធ្វើឲ្យខ្សែបណ្ដាញធម្មពលត្រូវកាត់ផ្ដាច់នៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រងដោយធ្វើឲ្យមនុស្សជាង 40000 នាក់គ្មានអគ្គិសនីប្រើប្រាស់ផ្ទុយពីនេះទៅវិញរបាយការណ៍ពីទីក្រុងគៀវបង្ហាញថាទាហានរាប់ម៉ឺននាក់និងជនស៊ីវិលរាប់ពាន់នាក់របស់អ៊ុយក្រែនត្រូវរុស្ស៊ីបាញ់សម្លាប់និងរងរបួសហើយមនុស្សរាប់លាននាក់ផ្សេងទៀតបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេក្រោយពីមានការឈ្លានពានពេញលេញរបស់រុស្ស៊ីមកលើអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ2022